កម្មវិធីទាំងនេះប្រើសម្រាប់អ្នកដែលមានស្នេហាឬមួយក៏អ្នកដែល long distance love app ទី1នោះមានឈ្មោះថា MUBR app នេះផងដែរអនុញ្ញាតអ្នកទាំងអស់គ្នាអាចធ្វើការភ្ជាប់ជាមួយនឹងដៃគូឬមួយក៏មិត្តភក្តិក៏បានដែរមនុស្សស្និទ្ធស្នាលដើម្បីដឹងថាពួកគេកំពុងតែស្ដាប់បទចម្រៀងអីហើយពួកគេកំពុងតែមានអារម្មណ៍បែបណាទោះបីនៅក្នុង lock screen នៅពេលដែលពួកគេកំពុងតែស្ដាប់បទចម្រៀងអីគឺ load មកយើងដូចគ្នាដែរដូច្នេះហើយងាយស្រួលខ្លាំងមែនតើយើងអាចដឹងថាពួកគេកំពុងតែមានអារម្មណ៍បែបណា mood swing ពួកគាត់បែបណាដែរអញ្ចឹងនៅពេលដែលប្រើ app នេះធ្វើឲ្យបង្កើតទំនាក់ទំនងហ្នឹងកាន់តែស្និទ្ធស្នាល app ទី2មានឈ្មោះថា Love Egg អ្នកទាំងអស់គ្នាអាចស្វែងរកនៅក្នុង App Store ក៏ដូចជា Play Store បានហើយ app នេះគឺថាមានលក្ខណៈពិសេសខ្លាំងមែនតើ all in one តែម្ដងអ្នកទាំងអស់គ្នាអាចមើល location ថាគាត់ទៅដល់កន្លែងណាធ្វើអីគេខ្លះមិនមែនតែសង្សារឬមួយក៏ដៃគូដែល long distance ទេមិត្តភក្តិក៏យើងអាចតាមដាននៅក្នុងនឹងបានដូចគ្នាដែរមិនមែនត្រឹមតែមើល location ថានៅកន្លែងណាទេឧទាហរណ៍ថាកំពុងតែរំកិលកំពុងតែជិះតាមផ្លូវអីគឺមើលឃើញភ្លាម live ភ្លាមតែម្ដងជាពិសេសទៀតនោះគឺយើងអាចផ្ញើ message ឲ្យគ្នាបានហើយក៏មានអីច្រើនទៀតនៅក្នុងនោះអ្នកទាំងអស់គ្នាអាចចូលទៅមើលបាននិយាយទៅ app ហ្នឹងគឺ cute ខ្លាំងមែនតើចំណែក app មួយទៀតនោះមានឈ្មោះថា Locket អ្នកទាំងអស់គ្នាអាចចូលទៅ download បានចា app នេះគឺថាងាយស្រួលខ្លាំងមែនតើជាពិសេសអ្នកដែលចូលចិត្តថតរូបហើយផ្ញើទៅមិត្តភក្តិផ្ញើទៅសង្សារហ្នឹងគឺថាប្រើ app នេះត្រូវអ្នកគ្នាអ្នកគ្នា add នៅលើ home screen ទៅត្រូវការថតគ្រាន់តែចុចថតហើយផ្ញើទៅតែម្ដងអញ្ចឹងងាយស្រួលហើយក៏បង្កើតភាពស្និទ្ធស្នាលដែរ app ចុងក្រោយនោះមានឈ្មោះថា Oh by Me ត្រូវខ្លាំងមែនតើសម្រាប់ឲ្យជួយចិត្តលេងអារម្មណ៍លេងជាតុក្កតាខ្ជូតអីនៅក្នុងនោះបង្ហាញអារម្មណ៍អីអញ្ចឹងអាចគណិតជាមួយមិត្តភក្តិឬមួយក៏ partner ឲ្យបានក្នុងនោះពេលដែលយើងមានអារម្មណ៍ថា sad ឲ្យការគេលើកទឹកចិត្តឲ្យការអីអញ្ចឹងយើងបង្ហាញអារម្មណ៍តាមរយៈតុក្កតាថាយើងអត់សប្បាយចិត្តអីអញ្ចឹងពួកគេ set អស់នឹងមកអីអញ្ចឹងធ្វើឲ្យយើងមានអារម្មណ៍ថាល្អហើយកាន់តែស្និទ្ធស្នាលគ្នាមួយកម្រិតទៀតបើសិនជាអាយុជាងច្រើនហើយមានអារម្មណ៍ថាចង់ឲ្យខ្លួនឯងខ្ជូតត្រឡប់ទៅក្មេងៗវិញអាច download app ទាំងអស់នេះបានអូខេជួបដល់ណានៅវីដេអូក្រោយបាយបាយ